Ok guys,ឥឡូវនេះគេថាខ្ញុំនៅហាងកាហ្វេហើយគិតយើងទៅជិមហើយយើងទៅហាត់លេងមកផ្លេសិន1ម៉ោងកន្លះទី2ថាយើងរត់បាទដាក់ពីណៃឲ្យខ្លួនឯងខ្លាំងតិចឥឡូវនេះគេថាថតខ្លាំងមែនទេជាអូខេ so តិចទៀតយើងជួបគ្នានៅកន្លែងហាត់ប្រាណនេះគឺជាគីឡូដែលខ្ញុំលេងមកគឺហ្មងអរគុណអូខេប៉ុណ្ណឹងវីដេអូមួយនេះគឺថាខ្ញុំចង់ដាក់ពីណៃខ្លួនឯងខ្លាំងមែនទែនខ្ញុំចង់ចេញពីក្លឹបហាត់ប្រាណហើយទៅរត់បន្តទៀតចឹងណាប៉ុន្តែដោយសារតែគ្នាខ្ញុំគឺថាម្នាក់រវល់អស់លេងអញ្ចឹងខ្ញុំអត់ចង់រត់ម្នាក់ឯងទេវា stress ខ្លាំងលើសដើមអញ្ចឹងណាអញ្ចឹងយើងក៏ហាត់បញ្ចប់តែម្ដងទៅខ្ញុំហាត់ប្រហែលជា72ម៉ោងដែរគ្នា72ម៉ោងអញ្ចឹងយើងបញ្ចប់ការងារយើងមកព្រោះនៅសង្គមមិនអាចបញ្ឈប់ពេលចេញដំណើរទីខ្សែប្រយុទ្ធធ្វើរហូតមិនដែលស្គាល់ពាក្យទៅហត់ទេដាក់ឲ្យធ្ងន់យកចិត្តសង្កត់ទេសង្ឃឹមថ្ងៃមួយខ្ញុំនេះអាចនឹងផុតទៅសម្រាប់ឲ្យស្រួលពីព្រឹកទៅយប់ឈ្គូននៅនារីបេះដូងចែកជាពីរឆ្នាំនឹងស្រាខ្ញុំជ្រើសកលីគូននៅបេះដូងដេកងថ្ងៃនេះចង់ចែកនំពី3កញ្ចប់ឲ្យក្មេងៗអញ្ចឹងណាឃើញវាជិះកង់លេងអស់សក់វាហើយណាមួយខ្ញុំសល់នំដែលខ្ញុំខ្ជិលញ៉ាំខ្ញុំមិនដែលបានញ៉ាំនំខ្ញុំឲ្យក្មេងៗញ៉ាំតែម្ដងកន្លែងនេះគឺដោយសារតែនំហ្នឹងវារៀងប្រឡាក់ដីដោយសារតែខ្ញុំទុកចោលអញ្ចឹងដែលបានញ៉ាំអីខ្ញុំទិញមកទៅខ្ញុំថាយកមកញ៉ាំអីឈើមើលតុក្កតាមើលអីចឹងតែអត់មានពេលទៅនេះក៏ទុកចោលអញ្ចឹងទៅបាទហើយក៏ឲ្យក្មេងៗពីកញ្ចប់អញ្ចឹងទៅហើយចេះស្ពះចេះអីគួរសមល្អគ្រាន់បើហើយវីដេអូនេះគឺថាចែករំលែកបទពិសោធន៍អីខ្លះបាទមានអារម្មណ៍ថាកាន់តែចាស់ទុំទៅហើយបាទឥឡូវនេះគឺថាមកដល់ផ្ទះភ្លាមគឺថាយើងញ៉ាំជាមួយនឹងទឹកដោះគោស្រស់នេះគឺថាជាតិខ្លាំងមែនបាទនិយាយមែនឲ្យហាត់រួចដាក់ទឹកដោះគោស្រស់នេះមកថាជាតិជ័យអូខេ nice one អូខេ stop